ឥឡូវនេះគឺខ្ញុំចេញវីដេអូមួយទៀតបាទសម្រាប់បងដែលធ្វើដំណាំចន្ទីបាទប៉ុន្តែបាទអត់មានការថែទាំអញ្ចឹងណាបាទនេះឥឡូវបងមើលចេញហើយបាទមានន័យថាវាចេញបាទប្រឡូកត្រួយមកហើយអញ្ចឹងណាបាទប៉ុន្តែសត្វតិចទៅវិញអញ្ចឹងណាបាទចេញមកហើយប៉ុន្តែសត្វតិចទៅវិញបាទមានដូចជាពពុះមូតែកញ្ចែខ្ញងអីទៅវាតិចអញ្ចឹងទៅវាធ្វើឲ្យខូចត្រួយអញ្ចឹងណាបាទប៉ះពាល់ដល់ត្រួយបាទនេះបាទចេញមកហើយឃើញទេហើយចេញប៉ុណ្ណេះហើយយ៉ាងតិចណាក៏ត្រឹមមកទឹកទៅ10ថ្ងៃដែរទៅបានប៉ុណ្ណឹងឥឡូវគឺខូចទៅវិញបាត់អញ្ចឹងណាបាទខូចទៅវិញបាត់អញ្ចឹងកន្លែងនេះឯងដែលបងត្រូវតែមើលការថែទាំទៅដើម្បីជាប្រយោជន៍អញ្ចឹងណាបាទតម្រាំតែចេញបាន10ថ្ងៃ7ថ្ងៃ10ថ្ងៃនេះគឺយូរណាស់បាទហើយតែចេញប៉ុណ្ណេះតិចហើយមានន័យថាវាខ្វាក់ត្រួយហើយអញ្ចឹងវាអាចលើសទៅទៀតទេអញ្ចឹងវាត្រូវការប្រឡូកត្រួយថ្មីទៀតអញ្ចឹងណានេះឥឡូវចាប់ផ្ដើមចេញប្រឡូកត្រួយថ្មីនេះកន្លែងដែលខ្វាក់ត្រួយនេះកន្លែងខូចវាចេញមកទៀតហើយនេះអញ្ចឹងណាចេញតទៅទៀតបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងថាយើងធ្វើដំណាំចន្ទីយើងឡាយមើលចកាតិចទៅឡាយមើលចកាតិចទៅបើសិនជាចាប់ផ្ដើមចេញត្រួយហើយថែអញ្ចឹងណាចេញប្រឡូកត្រួយហើយថែទៅបាទបាញ់ថ្នាំអរម៉ូនជំរុញបន្ថែមបាទដើម្បីឲ្យចន្ទីរបស់យើងវាល្អលឿនណាបាទតែបើសិនជាយើងថែត្រួយបានទៅពេលនេះទៅនៅក្នុងការទាញផ្ការបស់យើងក៏វាបានលឿនដូចគ្នាដែរអញ្ចឹងណាបាទតែបើយើងថែត្រួយមិនបានទៅពេលនេះអញ្ចឹងការទាញផ្កាក៏វាយឺតដែរអញ្ចឹងណាបាទវាយឺតវាអាចលើកពេលទៅមុខទៀតបាទអញ្ចឹងវីដេអូនេះធ្វើប៉ុណ្្នឹងសិនបាទនេះបាទអញ្ចឹងណាបាទខូចច្រើនមែនតើត្រួយអរគុណ